ការងារធ្វើទេតែបើមនុស្សស្រីវិញការងារក្នុងផ្ទះ100ចម្ពោះហើយមានទាំងកូនចៅកូនឆ្កែកូនឆ្មាកូនមនុស្សទៀតត្រូវធ្វើបាយធ្វើម្ហូបទៅណាអត់រួចហើយសម្រាប់អ្នកផ្សេងខ្ញុំអត់ដឹងណាតែបើសម្រាប់ខ្ញុំនៅមានហាងនៅមុខទៀតដើម្បីយើងទៅធ្វើការរកស៊ីអញ្ចឹងណាពេលអត់ភ្ញៀវខ្ញុំនៅក្នុងផ្ទះមើលចក្រានជើងឆ្នាំងអីចឹងទៅហើយបោះជូតផ្ទះនិយាយទៅពេលដែលមានភ្ញៀវខ្ញុំទៅធ្វើឲ្យភ្ញៀវនៅខាងមុខនៅហាងអញ្ចឹងណាបងប្អូននិយាយទៅអត់សូវត្នេទេជីវិតគឺថារវល់ខ្លាំងណាស់ហើយជីវភាពប្រចាំថ្ងៃរបស់ខ្ញុំវាប៉ុណ្្នឹងឯងនៅក្នុងហាងធ្វើការរកស៊ីបើកហាងហើយមកក្រោយផ្ទះគឺធ្វើម្ហូបញ៉ាំបាយបង្ើប្តីបង្ើក្មួយបង្ើឆ្កែជីវិតនេះវារវល់បងប្អូនអើយធ្វើឲ្យរវល់ចឹងទៅកុំឲ្យមានពេលត្នេដូចថាបើអ្នកខ្លះគាត់ត្នេគាត់បាំងផ្លិតបាំងអីចឹងយើងវាអត់មានពេលត្នេបាំងផ្លិតហើយណាមួយក៏អត់ចេះដែរនិយាយទៅអរគុណឪពុកម្ដាយដែរដែលអត់បានបរៀនបាំងផ្លិតនឹងឲ្យចេះព្រោះអីសង្គមបច្ចុប្បន្ននេះភាគច្រើនស្លាប់នឹងអាការបាំងផ្លិតនឹងឯងគឺជាពាក់បំណុលគេហ្នឹងហើយសុកចិត្តខ្ចីលុយខ្ចីបុលគេដើម្បីទៅបាំងផ្លិតអញ្ចឹងណាវិញ្ញាណណាបងប្អូនហ្នឹងហើយកុំឲ្យវែងឆ្ងាយរឿងបាំងផ្លិតឥឡូវយើងក៏លេចមើលការងារផ្ទះរបស់ខ្ញុំវិញគឺថាអើយជីវិតស្ត្រីមេផ្ទះគឺថាបោះជូតនឹងឯងបងប្អូនហើយបើត្រូវចិញ្ចឹមកូនឆ្កែក្នុងផ្ទះអញ្ចឹងវិញទៀតគឺថាមិនបាច់និយាយទេឡើងស្អិតហ្មងអញ្ចឹងជូតដាក់ទឹកសាប៊ូជូតហ្នឹងហើយសម្រាប់ខ្ញុំនេះបកាយខ្ពើមផងនោះដល់ពេលអញ្ចឹងទៅជូតមួយថ្ងៃ3 4 5ដងបងប្អូនហើយអត់ឡើងសឹកអស់ហើយអត់ហ្នឹងហើយខ្ញុំស្រឡាញ់នេះហ្នឹងខ្ញុំចូលចិត្តប្រើវាដោយសារតែវាពូតទឹកបានស្អាតល្អអញ្ចឹងណាបងប្អូនហើយការងារផ្ទះធ្វើមិនចេះហើយទេបងប្អូនហើយបើសិនយើងនៅតែក្នុងផ្ទះហ្នឹងគឺមានអត់ឈប់អត់ឈរទេអញ្ចឹងឥឡូវហ្នឹងក៏សម្រេចចិត្តថាពូតទឹកពូតអីហើយលាងនេះនឹងហើយក៏សម្រេចចិត្តថាទៅក្រៅវិញមកទៅអត់កើតទេបើសិននៅតែក្នុងផ្ទះហ្នឹងគឺថាបោះហើយជូតនឹងឯងនៅតែទៅរហូតចឹងឯងព្រោះយើងអ្នកស្អាតយើងអត់ចូលចិត្តកកិចអញ្ចឹងទៅក្រុមហូបមហាទុកឲ្យលោកក្មួយហ្នឹងហើយលោកក្មួយគាត់មកនៅជាមួយអូយមកកូនស្រីបើញ៉ាំបាយអូយក៏ឆ្ងាញ់ទេណាតើបងប្អូនឥឡូវហ្នឹងខ្ញុំនាំបងប្អូនទៅមុខទៅមើលហាងរបស់ខ្ញុំបើកនៅមុខហើយប្រហែលជាអត់មានក្មួយទៅអង្គុយមើលទេមកទៅហ្នឹងហើយអូបើកទ្វារចោលទៀតទៅហើយភ្លេចភ្លាំងតែអីទេយើងបើកអញ្ចឹងក៏ល្អដែរដើម្បីថាបើសិនមានភ្ញៀវគាត់ចូលមកហើយយើងបានដឹងអញ្ចឹងណាហ្នឹងហើយក៏មកល្ងាចអីម៉ោង 7:07 ហើយអត់ទាន់បើកភ្លើងមុខទៀតហើយអញ្ចឹងថានេះមើលមុខឯងដល់ហើយជីវិតស្ត្រីមេផ្ទះសំបីតាលេលាបមុខនេះបានលាបផងក្រែមបានលាបផងបងប្អូនអើយអូទឹកភ្នែកលីងលងអញ្ចឹងកូននៅយឹមហាងចេះណោះអើយបានកូនមួយនៅយឹមហាងហ្នឹងហើយបងប្អូនអើយមើលឃើញកូនឆ្កែខ្ញុំវាចេះវានៅយឹមហាងដោយសារតែខ្ញុំថ្ងៃនេះខ្ញុំភ្លេចបិទទ្វារខាងមុខហ្នឹងបើរហូតដល់ខ្ញុំទាញទ្វារបិទហើយបានទៅធ្វើម្ហូបអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំថ្ងៃនេះអរគុណច្រើន